Riêng đam cầm nạt rồn tẹa. Cá bị preng nhấy, miệng bày sải muối chmua riêng mà xó nằng niếng à rạ tê vi muối chmua mê khá là. Nhẹ tiếng pi ban nâu bầm ra mà hà rư xây đồ miền rời rệt mình nhẹ. Đặng bay nằng riêng vị chìa mùn à cúm, kia thả. Bày sải nằng niêng mê khá là, ban khom riêng pra năng pra chêng khá nia, đặng bay bầm pench chật cru riêng khuôn. Hỏi nhẹ tiếng pi pra cọp đòi bà nhà vây kray lên đốt khá nia. Ta bó có sra lanh nhẹ tiếng pi nú sma khá nia.ពេលតាបោះបានបង្រៀនសិស្សលោកចាប់គ្រប់មុខវិជ្ជាហើយលោកក៏ចង់លបងវិជ្ជាសិស្សមើលថាតើអ្នកណាមួយប៉ិនប្រសពជាងគេទើបលោកនិយាយទៅកាន់សិស្សថាបើអ្នកណាយកកែវមួយមានទឹកសន្សើមពេញមកឲ្យខ្លួនបាននោះខ្លួននឹងធ្វើទឹកនោះឲ្យคล้ายទៅជាកែវមនោហារាហើយដោយគុណភាពនៃរតនវត្ថុនោះអ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វីឬចង់បានអ្វីចេះតែបានសម្រេចទាំងអស់រៀមសក៏យកកែវមួយទៅត្រង់ទឹកសន្សើមដែលតនៅស្លឹកឈើនិងស្មៅផ្សេងៗវាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹកប៉ុន្តែឥតបានផលល្អសោះចំណែកឯនាងមេខលាដែលជាស្រីគិតវែងឆ្ងាយក៏រើសយកបណ្ដុលឈើមួយយ៉ាងទន់ស្ពុតហើយយកទៅដាក់ផ្ដិតលើទឹកសន្សើមដែលដក់នៅលើស្លឹកឈើនិងនៅលើស្មៅតតែដុំឈើនៅជក់ទឹកពេញទាំងអស់បន្ទាប់មកនាងមេខលាបានយកដុំឈើនោះទៅចូលបាច់ទឹកដាក់ក្នុងកែវអាស្រ័យដោយហេតុដូច្នេះនាងក៏រកទឹកសន្សើមដាក់កែវបានពេញហើយក៏យកកែវនោះទៅជូនមហាតាបសហេតុដូច្នេះបានជានាងអរិយទេវីត្រូវបានតាបសសម្គាល់ថាប៉ុនប្រសពជាងបិសាចតាបសជប់ទឹកសន្សើមនោះឲ្យកែវទៅជាកែវហើយប្រគល់ទៅឲ្យនាងមេខលាដោយប្រាប់ថាកែវនេះមានគុណភាពខ្លាំងណាស់បើអ្នកមានបំណងអ្វីមួយគ្រាន់តែលើកកែវនេះក្រវីឡើងនោះមួយរំពេចសេចក្តីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាមមួយទៀតដោយគុណភាពនៃកែវនេះអ្នកអាចហោះកាត់អាកាសកប់ពពកជ្រក់អាចជន្លេនទៅកាន់កន្លែងណាក៏បានទាំងអស់នាងអរិយទេវីក៏ទទួលយកកែវនោះមកលើកក្រវីឡើងលើស្រាប់តែហោះវឹងទៅមេហាតម្រង់ទៅមហាសាគរចំណែកឯរាមសអាស្រ័យដោយការព្យាយាមដ៏យូរក៏រកទឹកសន្សើមដាក់បានពេញកែវហើយយកទៅថ្វាយមហាឫសីពោលថាចៅឯងយករបស់នេះមកយូរពេកហួសពេលតាត្រូវការឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយមុនអាគមគាថារបស់តាអាចជប់របបបែបនេះបានតែម្ដងទេពេលបានលឺមហាតាបសថាដូច្នេះរាមសក៏កាត់សេចក្តីទូមនៈប៉ុនប្រមាណហើយក៏ស្រែកយំអណ្ឌឺអណ្ដកយ៉ាងខ្លាំងដើម្បីលួងចិត្តបិសាចតាបសក៏ប្រាប់ថាចូលចៅកុំការទុកខ្លាំងពេកចាំតាឲ្យពូថៅមួយពូថៅនេះអ្នកអាចយកទៅឆ្លួតដណ្ដើមយកកែវពីនាងអរិយទេវីមេខលាបាននាងមេខលានេះចូលចិត្តហោះហើរលេងនៅលើអាកាសដើម្បីមុជទឹកភ្លៀងដែលមានភ្លៀងម្ដងចូលអ្នកចោលពូថៅនេះទៅលើវានឹងបោះចោលកែវដ៏មានតម្លៃនោះប៉ុន្តែនៅពេលប្រយុទ្ធគ្នានោះចៅឯងឃើញវាលើកកែវឡើងក្រវីចូលចៅឯងបិទភ្នែកភ្លាមមុននឹងចោលពូថៅទៅលើវាពេលរាមសបានពូថៅមកកាន់នៅនឹងដៃហើយវាក៏ហោះស្វែងរកនាងមេខលាដើម្បីដណ្ដើមកែវមនោហារាប៉ុន្តែពេលនាងមេខលាបានឃើញរាមសភ្លាមនាងក៏យល់ឃើញថាបិសាចនេះប្រកាសទីចង់មានបំណងធ្វើអាក្រក់មកលើនាងពុំខានទើបនាងលើកកែវក្រវីឡើងហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងខ្ពស់ពេលក្រឡេកឃើញពន្លឺចាំងនៃកែវមានស្ទើរភ្លាមបិសាចក៏បិទភ្នែកវាជិតរួចក្រវែងអាវុធវាទៅអាវុធនោះក៏ហោះយ៉ាងលឿនលឺសូរសម្បំក្រៃលែងប៉ុន្តែអត់ត្រូវនាងមេខលាទេចាប់តាំងពីពេលនោះមកទើបនៅពេលមានភ្លៀងផ្គរគេឃើញពន្លឺកែវហើយលឺសូរសំឡេងយ៉ាងខ្លាំងនៃអាវុធនោះអាស្រ័យហេតុដូច្នេះហើយបានទីក្នុងភាសាខ្មែរយើងឲ្យឈ្មោះដុំធទាំងឡាយណាដែលមានរាងដោយផ្លែពូថៅឬជាប់កាប់ក្បាលស្រួកឬដោយកំបិតថាកម្មរុនទៈហើយសន្មត់របស់ទាំងនេះថាជាព្រួញរបស់យក្សបាញ់នៅលើមេឃធ្លាក់មឹកដី